ថ្ងៃនេះដែរលីបោកកូនជ្រូកដើម្បីយកទៅទិញដោះគោលីបានចាប់ផ្ដើមរកកន្លែងវាយបាទត្រៀម1 2 3បែកមួយបញ្ឈប់ហើយបាទវាយទៀតដាក់ទៅបាទមកម៉ាក់ជួយយកលុយចេញចាក់អត់ចេញទេនៅពេលដែលចាក់អត់ចេញក៏មានវិធីមួយទៀតគឺវាយថែមបាទទៀតថែមមួយញញួរទៀតឡើយដាក់មួយញញួរទៀតម៉ាំងបែកខ្ចាយលីបានលុយប្រមាណទេសន្សំរយៈពេល2ខែលុយនេះទិញដោះគោបានមិនក៏2កេសដែរវាយលីថាលុយច្រើនណារាប់លោកដល់វគ្គរាប់លុយបានប្រហែលបានប្រហែលជា415,000រៀលបាទលីសប្បាយចិត្តណាបានលុយហើយនិយាយថាលុយច្រើនណាបាទសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាបាទសូមអរគុណសូមជម្រាបលា